ក្រោយពីបានប្រើប្រព័ន្ធពេទ្យយើងទៅស្រួលបកកការងារស្រួលដល់ខ្ញុំទី1ខ្ញុំមិនបាច់ពិបាកក្នុងការសាវជ្រាវសួរជំងឺច្រើនពីមុនប្រវត្តិជំងឺទាំងអស់វាមាននៅក្នុងប្រព័ន្ធនេះអ្វីដែលជាបញ្ហាគឺគ្រប់គ្នាមិនប្រើប្រព័ន្ធតែយើងប្រើប្រព័ន្ធហើយអ្វីគ្រប់យ៉ាងគឺស្រួលហើយមិននឹកស្មានដល់ជំរាបសួរលោកគ្រូបាទលោកគ្រូខ្ញុំមានចំណាប់អារម្មណ៍ចង់សួរលោកគ្រូបន្តិចចង់សួរថានៅពេលដែលលោកគ្រូបានដាក់បម្រើការងារប្រព័ន្ធ system ពេទ្យយើងនៅខាងមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងនៅផ្នែកទៅជាចំមុះនិងបំពង់កលោកគ្រូត្រូវអត់ពេលដែលលោកគ្រូបានដាក់បម្រើការងារតើផ្នែកលោកគ្រូមានភាពងាយស្រួលអ្វីខ្លះដែរលោកគ្រូបាទជំរាបសួរក៏ពិតតែទីពេទ្យបង្អែកពោធិ៍ចិនតុងយើងបានប្រើប្រព័ន្ធពេទ្យយើងរយៈពេលប្រហែលខែឆ្នាំជិត1ឆ្នាំក្រោយពីខ្ញុំប្រើប្រព័ន្ធពេទ្យយើងពីមុនមកមួយរយៈពេលមុនខ្ញុំពិបាកដោយសារខ្ញុំជាមនុស្សសម័យបុរាណដល់ពេលខ្ញុំបានព្យាយាមសិក្សាពីប្រព័ន្ធមានលោកគ្រូវិចិត្រដិតណូនសទ្ធីមានលោកប្រធានទីពេទ្យមានលោកគ្រូអ្នកគ្រូជាច្រើនក្មេងៗគាត់ថែខ្ញុំពេកខ្ញុំក៏អភិវឌ្ឍគ្រូខ្ញុំខ្លាយជាគ្រូពេទ្យសម័យថ្មីដូចគេក្រោយពីបានប្រើប្រព័ន្ធពេទ្យយើងទៅស្រួលបកកការងារស្រួលដល់ខ្ញុំទី1ខ្ញុំមិនបាច់ពិបាកក្នុងការសាវជ្រាវសួរជំងឺច្រើនពីមុនប្រវត្តិជំងឺទាំងអស់វាមាននៅក្នុងប្រព័ន្ធនេះចំណាយពេលវេលាខ្លីហើយខ្ញុំមិនបាច់អង្គុយអីនិយាយសរសេរមុនទេហើយការវាយថ្នាំដឹងថាថ្នាំនឹងមានស្តុកអត់ថ្នាំនឹងពីមុនប្រើបានប្រហែលខែប្រហែលថ្ងៃហើយគឺយើងគ្រាន់តែឆែកក្នុងប្រព័ន្ធគឺយើងមិនបាច់ពិបាកសួរអ្នកជំងឺឬក៏ឲ្យអ្នកជំងឺកាន់វិទ្យាមកសាថ្មីឬក៏ស្អីច្រើនទេអ្វីគ្រប់យ៉ាងគឺមាននៅក្នុងប្រព័ន្ធស្រាប់អញ្ចឹងភាពងាយស្រួលគឺស្រួលមិននឹកស្មានដល់អ្វីដែលជាបញ្ហាគឺគ្រប់គ្នាមិនប្រើប្រព័ន្ធតែយើងប្រើប្រព័ន្ធហើយអ្វីគ្រប់យ៉ាងគឺស្រួលហើយមិននឹកស្មានដល់បាទអរគុណអរគុណច្រើនលោកគ្រូបាទ